មុខរបរទាំងប៉ាមនេះសុទ្ធតែមានអនាគតនឹងអាចរកចំណូលបានរយៈពេលវែងប្រសិនបើធ្វើបានល្អនិងបន្តអភិវឌ្ឍខ្លួន 1. Digital ឬ IT 2. សុខាភិបាល 3. សាលារៀន 4. ប្រើប្រាស់រាល់ថ្ងៃ 5. ហាត់ប្រាណសុខភាពខាងក្រោមជាការពន្យល់តាមមុខរបរនីមួយៗ 1. Digital IT អនាគតខ្លាំងបំផុតព្រោះសម័យនេះហើយបច្ចេកទេសកាន់តែដើរទៅមុខលឿនទាក់ទងនឹង Digital រីកចម្រើនផ្នែក AI ព្រោះមនុស្សសម័យនេះអ្នកចេះជំនាញនេះអាចរកលុយបានច្រើនដោយមិនបាច់ទៅកន្លែងធ្វើការក៏ដោយត្រីការខ្លាំងទូទាំងពិភពលោកធ្វើការតាមអ៊ីនធឺណិតបាន remote ឬ freelance បើអ្នកនៅស្រុកខ្មែរឲ្យតែចេះជំនាញទាំងអស់នេះអាចទាញការងារពីក្រៅប្រទេសបានដោយមិនបាច់ទៅកន្លែងធ្វើការងារហើយអាចរកបានច្រើនទៀតមើលបងខ្លះក៏អាចរកបានពីការងារតាម app Upwork, Fiverr និង app ផ្សេងៗទៀតជាច្រើនមួយខែមិនក្រោម$10,000ទេឲ្យតែមានជំនាញមួយនឹងពិតប្រាកដទាំងភាសាបរទេសមុខរបរ Programmer, Web ឬ App Developer, AI, Digital Marketing, Graphic Design ចំណូលអាចខ្ពស់និងអាចរកប្រាក់ពីបរទេសដោយមិនចាំបាច់ទៅកន្លែងធ្វើការងារហើយធ្វើការងារនៅកន្លែងណាក៏បានឲ្យតែយើងអាចធ្វើការងារឲ្យគេបានទាន់ពេលវេលាដែលយើងទទួលការងារពីគេពេលយើងដេញថ្លៃបានចំពោះការងារនឹងវិញទៀតបើយើងធ្វើការងារនឹងបាននឹងទាន់ពេលវេលាកំណត់ការងារមានលើក្រោយម្ចាស់ការងារនឹងតាក់ទងមកយើងទៀតហើយការងារកាន់តែបានច្រើនហើយការងារទាំងអស់នឹងឲ្យតែយើងមានផែនការច្បាស់ស្របយើងអាចបោកជាគ្រប់ធីមការងារកាន់តែច្រើនប្រាក់ចំណូលកាន់តែច្រើនសម័យនេះហើយគេត្រូវការអ្នកច្បាស់លាស់មិនអ្នកលំទៀតទេដែលសម្រាប់ល្អសម្រាប់យុវជននិងអ្នកចង់រៀនអ្វីថ្មីៗយុវជនជំនាន់ក្រោយគួរតែចាប់យកការស្រាវជ្រាវជាមួយនឹងទីផ្សារការងារថ្មីឲ្យបានច្រើនហើយបើមើលពីសម័យនេះវិញការស្រាវជ្រាវក៏មានភាពងាយស្រួលដែរព្រោះយើងអាចរកព័ត៌មានទាំងនេះបានតាម website ជាច្រើនមានទាំងខ្មែរនិងបរទេសដែលបានចែករំលែកពីចំណេះដឹងថ្មីដែលពិភពលោកកំពុងត្រូវការ 2. សុខាភិបាលមនុស្សតែងតែត្រូវការថែទាំសុខភាពមនុស្សសម័យមុនមិនសូវទៅឆែកសុខភាពទេតែមនុស្សសម័យនេះវិញយកចិត្តទុកដាក់ណាស់ដោយគាត់តែងតែឆែកសុខភាពជាប្រចាំនិងផ្សេងទៀតមុខរបរគ្រូពេទ្យគិលានុបដ្ឋាយិកាឱសថការីបច្ចេកទេសវិទ្យាសាស្ត្រាចំណូលមានស្ថិរភាពនិងគេគោរពខ្ពស់ដែលសម្រាប់ល្អសម្រាប់អ្នកចង់ជួយសង្គមនិងមានអត់ធ្មត់ 3. សាលារៀនឬអប់រំអនាគតទៅមុខយូរអង្វែងយ៉ាងណាក៏ដោយអ្វីដែលមនុស្សត្រូវការសំខាន់គឺការសិក្សាអប់រំការអប់រំគឺមូលដ្ឋាននៃសង្គមមុខរបរគ្រូបង្រៀនគ្រូអនឡាញបើកសាលាឯកជនបើយើងក្រឡេកមកមើលពីសង្គមរាល់ថ្ងៃគេពេញនិយមទៅលើការបង្រៀនតាមអនឡាញដោយសារតែមានភាពងាយស្រួលដល់អ្នករៀនមិនថាអ្នកធ្វើការងារឬមន្ត្រីរាជការសុទ្ធតែអាចរៀនបានទាំងអស់ឲ្យតែមានពេលទំនេរ1ម៉ោងទៅ2ម៉ោងតាមដែលអាចឆ្លៀតពេលរៀនបានចំណូលមធ្យមឬខ្ពស់អាស្រ័យទៅតាមជំនាញដែលយើងចេះរៀងៗខ្លួនប៉ុន្តែមានស្ថិរភាពនិងកិត្តិយសដែលសម្រាប់ល្អសម្រាប់អ្នកស្រឡាញ់ការបង្រៀន 4. ផលិតផលប្រើប្រាស់រាល់ថ្ងៃអាជីវកម្មលក់ដាច់ជានិច្ចមានសាប៊ូដុសទ្រូងលាងមុខនិងលាងឆ្នាំងឆានឬក៏បោកខោអាវដែលជារបស់ប្រើប្រាស់រាល់ថ្ងៃមិនអាចកាត់ចោលបានអាចបង្កើត brand ផ្ទាល់ខ្លួនចំណូលអាស្រ័យលើទីផ្សារនិងគុណភាពរបស់ផលិតផលយើងថាប្រើទៅល្អកម្រិតណាហើយមានគុណភាពកម្រិតណាបូករួមទាំងចំណូលចិត្តរបស់អតិថិជនដែលសម្រាប់ល្អសម្រាប់អ្នកចូលចិត្តអាជីវកម្ម 5. ហាត់ប្រាណសុខភាពនិង relax កំពុងពេញនិយមខ្លាំងដោយសារមនុស្សនៅមុខកុំព្យូទ័រកាន់តែច្រើនកាន់តែមានភាពស្មុគស្មាញនិងវិធីសាស្ត្រដើម្បីបំបត្តិតាមវិធីរៀងៗខ្លួនអ្នកខ្លះដើរលេងតាមរមណីយដ្ឋានកន្លែងទេសចរអ្នកខ្លះរាំច្រៀងនិងអ្នកខ្លះរើយកការសមាធិតាមចំណូលចិត្តរបស់ពួកគាត់មនុស្សយកចិត្តទុកដាក់សុខភាពកាន់តែច្រើនការហូបចុកនិងការធ្វើលំហាត់ប្រាណកាន់តែសំខាន់មុខរបរ personal trainer gym yoga fitness online ចំណូលល្អបើមានឈ្មោះនិងជំនាញដែលសម្រាប់ល្អសម្រាប់អ្នកស្រឡាញ់សុខភាពនិងរូបរាងស្អាតបានទាំងសុខភាពបានទាំងសម្រស់
សរុបខ្លីៗចង់ចំណូលខ្ពស់នឹងអនាគតឆ្ងាយ Digital ឬ IT ចង់ស្ថិរភាពនឹងកិត្តិយសសុខាភិបាលឬអប់រំចង់អាជីវកម្មផ្ទាល់ខ្លួនផលិតផលប្រើប្រាស់រាល់ថ្ងៃចង់សុខភាពបូកប្រាក់ Fitness និង Relax សំខាន់បំផុតជ្រើសរើសអ្វីដែលអ្នកស្រឡាញ់ហើយបន្តរៀនអភិវឌ្ឍខ្លួនបើចង់ខ្ញុំអាចជួយអ្នកជ្រើសមុខរបរតាមអាយុផែនការរៀនឬគណនាចំណូលអនាគត